អត្ថបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធេរោឱវាទទី25ការសិក្សាវិបស្សនាគឺការប្រព្រឹត្តប្រតិបត្តិសម្រាប់កាយទម្លាប់រស់នៅពីអកុសលបដូរទៅរស់នៅរបៀបកុសលធម៌រៀនគ្រប់គ្រងដំណើរជីវិតឲ្យស្របតាមធម្មជាតិនៃសភាវធម៌ពិតដោយអំណាចសតិបញ្ញាមានន័យថារៀនស្គាល់ខ្លួនឯងចិត្តចេតសិករូបឲ្យជាក់ច្បាស់ដោយវិបស្សនាព្រោះការស្គាល់ខ្លួនឯងនេះបុគ្គលបានស្គាល់ដោយកម្របើយើងរស់នៅតាមទម្លាប់ចាស់ជាមួយអកុសលមានការលោភលន់ការស្អប់ខ្ពើមការខឹងក្រោធឆេវឆាវគំនុំគុំគួនបៀតបៀនព្យាបាទច្រណែនឈ្នានីសការសង្ស័យភ័ន្តច្រឡំការភ័យខ្លាចនិងអ្វីគ្រប់យ៉ាងដែលធ្វើឲ្យចិត្តសៅមងជាអកុសលដដែលឬយើងគិតយកបុគ្គលណាម្នាក់ថាអស្ចារ្យជាម្ចាស់ជីវិតម្ចាស់បេះដូងសម្រាប់ផ្ដល់សេចក្តីសុខនិងភាពកក់ក្ដៅប្រចាំជីវិតយ៉ាងណាក៏ដោយក៏យើងទទួលទុកភ័យខ្លាចក្រៀមក្រំឈឺចាប់បណ្ដើរួចទៅហើយកុំសង្ឃឹមបានសុខគ្រប់ពេលឲ្យសោះប៉ុន្តែបើរៀនរស់នៅជាមួយកុសលធម៌តាមការសិក្សាវិបស្សនាដល់ពេលស្គាល់ខ្លួនឯងច្បាស់ទៅចិត្តមានបញ្ញាចេះសន្សំសេចក្តីល្អក្នុងបញ្ញាកិរិយាវត្ថុក្នុងអារម្មណ៍សមថៈនិងវិបស្សនាធ្វើឲ្យចិត្តមានមេត្តាចេះឲ្យទានចេះរក្សាសិលចេះសមាធិចេះចម្រើនវិបស្សនាមានធម៌ជាទីពឹងយកចិត្តកុសលជាម្ចាស់ជីវិតសម្រាប់គ្រប់គ្រងមើលថែរក្សាប្រចាំថ្ងៃដោយកម្លាំងសតិបញ្ញាវិបស្សនាដូចបែរជាមានសេចក្តីស្ងប់សុខស្រួលណាស់